តែអ្នកធ្លាប់គិតទេថាអ្វីទៅជាស្នេហាពិតប្រាកដមនុស្សភាគច្រើនតែងតែយល់ថាការស្រឡាញ់មនុស្សម្នាក់គឺត្រូវតែដណ្ដើមយកគេមកធ្វើជាកម្មសិទ្ធិរបស់យើងទាល់តែបានរស់នៅក្បែរគ្នាដើរផ្លូវជាមួយគ្នាទើបហៅថាស្នេហាមួយនោះគឺជាស្នេហាមួយដែលសមបំណងប៉ុន្តែនៅក្នុងពិភពលោកដ៏ធំទូលាយមួយនេះមានស្នេហាមួយប្រភេទដែលស្រស់ស្អាតនិងមានតម្លៃជាងការគ្រប់គ្រងជាកម្មសិទ្ធិទៅទៀតនោះគឺការស្រឡាញ់ដោយមិនខ្វល់ថាបានមកជាកម្មសិទ្ធិឬមិនចាំបាច់បានមកជាកម្មសិទ្ធិរបស់យើងក៏ដោយពេលខ្លះយើងស្រឡាញ់គេម្នាក់នោះខ្លាំងណាស់ប៉ុន្តែជោគវាសនាមិនបានតម្រូវឲ្យយើងដើរលើផ្លូវតែមួយជាមួយគេនោះឡើយកាលដែលព្យាយាមបង្ខំចងជើងគេទុកឲ្យនៅក្បែរយើងណាទាំងដែលចិត្តគេមិនចង់វាមិនមែនជាស្នេហាទេវាគ្រាន់តែជាភាពអាត្មានិយមរបស់យើងប៉ុណ្ណោះស្នេហាពិតប្រាកដគឺនៅពេលដែលយើងព្រមលះបង់ភាពចង់បានរបស់ខ្លួនឯងហើយសុខចិត្តទទួលយកនិងអាចឈរមើលក្តីសុខរបស់គេពីចម្ងាយបានពេលដែលឃើញស្នាមញញឹមរបស់គេឃើញគេមានជីវិតដ៏ល្អឃើញគេមានក្តីសុខជាមួយនឹងជម្រើសរបស់គេទោះក្តីសុខមួយនោះមិនមានវត្តមានរបស់យើងក៏ដោយនៅពេលដែលយើងអាចញញឹមនិងអាចជូនពរមនុស្សដែលយើងស្រឡាញ់ចេញពីបេះដូងពិតប្រាកដនោះហើយជាពេលដែលយើងយល់ច្បាស់ថាពាក្យស្នេហាមានអត្ថន័យបែបណាពីព្រោះការដែលយើងស្រឡាញ់មនុស្សម្នាក់មិនប្រកាសថាតើតែយើងយកគេមកធ្វើជាកម្មសិទ្ធិទៅហៅថាសេចក្តីស្រឡាញ់នោះទេគ្រាន់តែយើងមានក្តីសុខនៅពេលដែលឃើញគេមានក្តីសុខក៏ហៅថាសេចក្តីស្រឡាញ់ដែរ